ចាសូមជម្រាបសួរបងប្អូនទាំងគ្នាជួបគ្នាសាជាថ្មីម្ដងទៀតហើយថ្ងៃនេះនេះខ្ញុំសូមចេញនូវคลิปវីដេអូខ្លីមួយដែលតាក់ទងអំពីចាដំណើរផ្លូវជីវិតរបស់យើងរស់នៅត្រូវតែយល់អំពីកត្តាទាំង3ណាបងប្អូនតើកត្តាទាំង3នេះមានអ្វីខ្លះទី1ចាគឺបងប្អូនទាំងគ្នាមានត្រូវតែមានផ្លូវចិត្តឲ្យបានរឹងមាំចាជាពិសេសមួយថ្ងៃទៀតនោះរឿងរ៉ាវអាស្រូវមួយចំនួនដែលបងប្អូនស្ដាប់ហើយមិនចូលជាបងប្អូនទៅដើរចេញចាគុំយកទៅដាក់នៅក្នុងខ្លួនហើយមានប្រតិកម្មមិនល្អដែលវានាំឲ្យយើងរងសម្ពាធប៉ះពាល់ទៅដល់ផ្លូវអារម្មណ៍របស់យើងចាចំណុចទី2គឺបងប្អូនទាំងគ្នាដឹងហើយអត់ចាយើងត្រូវចេះប្រាយទឹកមុខឲ្យបានទាន់ពេលទាន់ស្ថានភាពមនុស្សណាមិនល្អតំណែងណាមិនល្អយើងត្រូវប្លុកចោលចាយើងត្រូវផ្ដាច់ចោលព្រាមទៅកុំឲ្យមានបញ្ហាវែងឆ្ងាយទៅថ្ងៃក្រោយបើកណាចិត្តមិនដាច់បងប្អូនថ្ងៃក្រោយអ្នកធ្វើបាបខ្លួនយើងគឺជារូបបងប្អូនកណាចិត្តមិនដាច់ចាធ្វើស្ដាច់មិនកើតពេលហ្នឹងគឺអត់ខុសទេណាបងប្អូនណាយើងធ្វើចិត្តទុនក៏យើងមើលលើបុគ្គលមើលលើបញ្ហាមើលលើរឿងរ៉ាវទាំងអស់នោះដែរមិនមែនជាតែចិត្តទុនជ្រាយគ្រប់ស្ថានភាពនោះឡើយដែលវានាំឲ្យហានិភ័យសម្រាប់ជីវិតរបស់យើងកត្តាទី3គឺបងប្អូនដឹងអ្វីអត់ចាគឺបងប្អូនត្រូវចេះបត់បែនតាមស្ថានភាពធ្វើជាមនុស្សរស់ជាមនុស្សបងប្អូនត្រូវចេះបត់បែនតាមកលៈទេសៈមិនមែនជាប្រកាន់មុំទេណាបងប្អូនចាគេថាផ្លូវដើរគុំតែមានតល់ចំណុចសំខាន់បុគ្គលនឹងចេះបត់បែនទៅរកផ្លូវផ្សេងដើម្បីដើរអត់ឬក៏យើងដួលរលំយើងឈរនៅនឹងកន្លែងចាអញ្ចឹងនៅបងប្អូនដឹងហើយថាយើងត្រូវចេះបត់បែនតាមស្ថានភាពពីព្រោះកលៈទេសៈវាមិនដូចយើងអ្វីដែលយើងគិតនោះឡើយក្នុងមួយថ្ងៃជួនកាលប្រែប្រួលរាប់រយដងវាអញ្ចឹងណាសំខាន់យើងត្រូវចាប់ឲ្យទាន់ដើរឲ្យទាន់ជាពិសេសមួយទៀតបងប្អូនត្រូវតែមានទឹកចិត្តអំណរប្រឈមមុខនឹងបញ្ហាឧបសគ្គការលំបាកទាំងឡាយទាំងពួងដែលវារត់មករកខ្លួនយើងបងប្អូនត្រូវសាជំនុំទទួលយកវានេះហើយគឺជាវិញ្ញាសាដ៏ពិសេសមួយឋានលើផ្ដល់ឱកាសជូនយើងអ្នកដតីគ្មានឱកាសប៉ុន្តែសម្រាប់យើងជួបរឿងរ៉ាវមួយហើយមួយទៀតដើម្បីយ៉ាងម៉េចបងប្អូនក្បាច់គុណយើងកាន់តែខ្លាំងបងប្អូនជឿអត់យើងដោះស្រាយបញ្ហាមួយយើងរៀនសូត្រនៅបទពិសោធន៍មួយបងប្អូនដោះស្រាយបញ្ហា2បញ្ហា3បញ្ហា4បញ្ហា5បញ្ហា10បងប្អូនសន្សំចំណេះដឹងសន្សំក្បាច់គុណកាន់តែខ្លាំងនៅក្នុងខ្លួនយើងថ្ងៃក្រោយទៅបងប្អូនមិនងាយដួលរលំនោះទេនេះចាក់គ្រឹះជីវិតរបស់បងប្អូនឲ្យកាន់តែរឹងមាំបងប្អូនស្គាល់មុខមាត់មនុស្សកាន់តែច្បាស់លាស់ចាមិនថាឡើយញាតិមិត្តមិនថាឡើយអ្នកដទៃវាចឹងណាបងប្អូនត្រូវដឹងផលអាក្រក់បុគ្គលដែលធ្វើបាបខ្លួនយើងជាងគេនឹងចាខ្លាំងជាងគេបំផុតបងប្អូនដឹងអ្វីគឺមនុស្សទុនជ្រាយមនុស្សអនៅវិជ្ជាចាដែលជាកត្តាដែលធ្វើបាបជីវិតយើងនោះឯងគ្មានអ្នកណាក្រៅពីខ្លួនយើងនោះទេអញ្ចឹងបងប្អូនត្រូវតែរឹងមាំចាសន្សំចំណេះដឹងយើងឲ្យបរិបូរឲ្យកាន់តែច្រើនទើបថ្ងៃក្រោយទៅយើងប្រឈមមុខយើងវែកចោលនៅបញ្ហាឧបសគ្គទាំងអស់នេះដោយងាយស្រួលជាទីបំផុតងាយបកជេរចឹងចាចង់ចប់សូមជូនពរបងប្អូនទាំងគ្នាជោគជ័យគ្រប់រូប